ប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំធ្វើវីដេអូនិយាយពីរឿងប្តីដែលក្បត់ប្រពន្ធពេលហ្នឹងខ្ញុំចាប់អារម្មណ៍លើ comment មួយដែលគាត់និយាយថាគាត់ទៅរឿងផិតក្បត់ប៉ុណ្ណឹងសោះគាត់ធ្វើដោយរឿងធំដុំអីចឹងបើសម្រាប់អ្នកទាំងអស់គ្នាខ្ញុំអត់ដឹងមិនទេតែបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាវាជារឿងធំហើយខ្ញុំអត់ដែលជួបនៅក្នុងជីវិតខ្ញុំទេឥឡូវនេះខ្ញុំអាយុ30ឆ្នាំជាងហើយបើនៅក្នុងសង្គមគ្រួសារឪពុកម្ដាយខ្ញុំវិញគឺវាអត់ដែលមានរឿងហ្នឹងកើតឡើងដែលថាឪពុកខ្ញុំនឹងក្បត់ម្ដាយខ្ញុំទៅមានប្រពន្ធចុងឬក៏មានស្រីមានអីចឹងទៅគិតមើលដូចថាខ្ញុំអាយុ30ឆ្នាំជាងហើយខ្ញុំអត់ដែលឃើញរឿងហ្នឹងនៅក្នុងសង្គមគ្រួសារខ្ញុំទេបើសិនជាពេលដែលឃើញគេមានរឿងហ្នឹងកើតឡើងគឺខ្ញុំតែងតែមានអារម្មណ៍ថាអត់ពេញចិត្តឬក៏ខ្ញុំអត់ចូលចិត្តហើយខ្ញុំក៏មិនអាចទទួលយកបានចឹងទៅហើយខ្ញុំក៏ដឹងថាថ្ងៃទៅមុខទៅតើរឿងទាំងអស់ហ្នឹងវានឹងកើតឡើងលើខ្ញុំឬក៏អត់ទេទីមួយគឺផ្ដើមចេញពីខ្លួនឯងយើងដែរថាតើយើងមានដៃគូឬក៏យើងមានគ្រួសារទៅតើយើងស្មោះយើងស្រឡាញ់មួយនឹងមួយឬក៏អត់ឬមួយក៏យើងធ្វើចរិតដូចអ្នកខ្លះដែលនៅក្នុងសង្គមបច្ចុប្បន្នអញ្ចឹងប៉ុន្តែខ្ញុំគិតថាអាហ្នឹងវាជារឿងសែនដែរជារឿងដំណរពូជដែរបើសិនជាឪពុកម្ដាយយើងអត់មានអារឿងអស់ហ្នឹងយើងជាកូនក៏ភាគរយតិចណាស់ដែលយើងនឹងមានរឿងបែបហ្នឹងអញ្ចឹងគឺយើងប្រកាសជាមិនមានរឿងផិតក្បត់អីហ្នឹងដូចឪពុកម្ដាយយើងអញ្ចឹងហើយខ្ញុំនិយាយនេះក៏មិនមែនខ្ញុំអួតថាគ្រួសារខ្ញុំហ្នឹងល្អឪពុកម្ដាយខ្ញុំហ្នឹងល្អអីដែរប៉ុន្តែគាត់ថាខ្ញុំវាអត់ដែលឃើញមែនតាំងពីខ្ញុំតូចដឹងក្តីរហូតមកដល់ប៉ុណ្ណេះគឺខ្ញុំអត់ដែលឃើញអំពើផិតក្បត់អីនៅក្នុងគ្រួសារហ្នឹងទេបើសិនជានិយាយត្រឡប់មកវិញទៀតរឿងអ្នកដែលគាត់មានបញ្ហាហ្នឹងនៅក្នុងគ្រួសារគាត់ឪពុកគាត់មានប្រពន្ធចុងឬក៏ធ្វើបាបម្ដាយគាត់ហើយធ្វើបាបគាត់ទៀតក៏មានដែររឿងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាជួបហើយវានឹងដកនៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នាហ្មងអារម្មណ៍ឈឺចាប់អារម្មណ៍ដែលយើងខ្វះភាពកក់ក្ដៅជាមួយនឹងឪពុកម្ដាយហ្នឹងគឺវានឹងនៅជាប់យើងរហូតដល់ចាស់ហ្មងអ្នកដែលធ្លាប់មានបញ្ហានៅក្នុងគ្រួសារបែបហ្នឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាទៅមើលរឿងម្ដាយមរណៈមាតានេះអ្នកទាំងអស់គ្នាប្រកាសជាយំដោយសារនៅក្នុងខ្សែភាពយន្តហ្នឹងគឺគេនិយាយពីរឿងឪពុកដែលមានប្រពន្ធចុងហើយយកប្រពន្ធចុងហ្នឹងមកធ្វើបាបប្រពន្ធដើមកូនដើមអីហ្នឹងវាយដំច្រំធាក់តាំងពីអ្នកអីចឹងទៅអ្នកខ្លះអាចថាគ្រាន់តែមើលរឿងសោះក៏ចាំបាច់យំយែកបោកខ្លួនអីធ្វើដូចគេចាក់កអញ្ចឹងណាប៉ុន្តែតាមពិតវាជារឿងពិតមួយដែលវាគេហៅថាជារបួសមួយនៅក្នុងចិត្តនៅពេលដែលយើងបានជួបរឿងហ្នឹងតាំងពីក្មេងមកនៅក្នុងគ្រួសារយើងអីចឹងទៅវាធ្វើឲ្យយើងហ្នឹងដកជាប់នៅក្នុងចិត្តហើយនៅពេលដែលយើងមើលខ្សែភាពយន្តឬក៏យើងឃើញរឿងនៅក្នុងសង្គមដែលស្តៀងនឹងរឿងរបស់យើងដែរ100%គឺយើងនឹងយំហើយយើងនឹងមានអារម្មណ៍ថាអ្វីដូចវារំលឹកមកវិញអញ្ចឹងពេលខ្លះបងប្អូនដែលមិនធ្លាប់ជួបអត់យល់អារម្មណ៍ហ្នឹងឯងហើយកុំព្យាយាមថាឲ្យគេគ្រាន់តែរឿងប៉ុណ្្នឹងសោះធ្វើដូចធំដុំ